មើមត្រាវតារ៉ូគឺជាដំណាំមើមដែលពេញនិយមយ៉ាងខ្លាំងក្នុងការទទួលទានមិនត្រឹមតែដោយសាររសជាតិឆ្ងាញ់ប៉ុណ្ណោះទេប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផងដែរខាងក្រោមនេះគឺជាគុណសម្បត្តិនិងគុណវិបត្តិរបស់មើមត្រាវ 1. គុណសម្បត្តិអត្ថប្រយោជន៍ចំពោះសុខភាពសម្បូរទៅដោយជាតិសរសៃ Fiber មើមត្រាវមានជាតិសរសៃខ្ពស់ដែលជួយដល់ប្រព័ន្ធរំលាយអាហារការពារអាការទល់លាមកនិងជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានលំនឹងគ្រប់គ្រងជាតិស្ករក្នុងឈាមដោយសារវាមានសន្ទុះជាតិស្ករ Glycemic Index ទាបនិងមានជាតិសរសៃដែលជួយកាត់បន្ថយការស្រូបយកជាតិស្ករទៅក្នុងឈាមបានយឺតល្អសម្រាប់សុខភាពបេះដូងវាមានផ្ទុកប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្ដល់ថាមពលខ្ពស់ជាប្រភពនៃកាបូអ៊ីដ្រាតស្មុគស្មាញដែលផ្ដល់ថាមពលបានយូរសម្រាប់រាងកាយមានវីតាមីននិងសារធាតុរ៉ែច្រើនដូចជាវីតាមីន E វីតាមីន B6 ម៉ាញ៉េស្យូមនិងម៉ង់ដាណេសដែលជួយដល់ប្រព័ន្ធភាពស៊ាំនិងសុខភាពស្បែក 2. គុណវិបត្តិនិងការប្រុងប្រយ័ត្នជាតិកាល់ស្យូមអុកសាឡាត់ Calcium Oxalate មើមត្រាវឆៅមានផ្ទុកជាតិកាល់ស្យូមអុកសាឡាត់ខ្ពស់ដែលអាចបង្កឲ្យមានអារម្មណ៍រមាស់ឬរលាកនៅពេលប៉ះនឹងស្បែកឬនៅពេលទទួលទានឆៅដូច្នេះត្រូវចម្អិនឲ្យឆ្អិនល្អមុនពេលទទួលទានកម្រិតកាបូអ៊ីដ្រាតនិងកាឡូរីទោះបីជាមានប្រយោជន៍ក៏ដោយតែមើមត្រាវមានកាបូអ៊ីដ្រាតនិងកាឡូរីខ្ពស់ប្រសិនបើទទួលទានច្រើនហួសប្រមាណជាពិសេសអ្នកដែលកំពុងសម្រកទម្ងន់ឬអ្នកដែលមានជំងឺទឹកនោមផ្អែមខ្លាំងគួរពិចារណាលើបរិមាណឲ្យបានសមស្របមិនស័ក្តិសមសម្រាប់អ្នកមានជំងឺតម្រងនោមដោយសារមើមត្រាវមានផ្ទុកសារធាតុអុកសាឡាតអកូលេតខ្ពស់ការទទួលទានច្រើនពេកអាចបង្កើនហានិភ័យនៃការកើតគ្រោះក្នុងតម្រងនោមសម្រាប់អ្នកដែលងាយនឹងកើតជំងឺនេះប្រតិកម្មអាឡែហ្ស៊ីមនុស្សមួយចំនួនអាចមានប្រតិកម្មអាឡែហ្ស៊ីនៅពេលប៉ះឬបរិភោគមើមត្រាវដូចជាមានអារម្មណ៍រមាស់ក្នុងបំពង់កឬស្បែកដៃគន្លឹះបន្ថែមការចម្អិនដើម្បីកាត់បន្ថយជាតិរមាស់ឬជាតិអុកសាឡាតអ្នកគួរត្រាំមើមត្រាវក្នុងទឹកឬចម្អិនវាក្នុងកម្ដៅខ្ពស់ស្ងោរអាំងឬចំហុយឲ្យបានយូរគ្រប់គ្រាន់ការជ្រើសរើសគួរជ្រើសរើសមើមណាដែលរឹងមាំមិនមានស្នាមចោមឬរលួយដើម្បីទទួលបានរសជាតិនិងគុណភាពល្អ